ចូលមកដល់ខ្សែវីដេអូទី2និយាយក្នុងវីដេអូទី1ថាម្រងតភ្ជាប់គ្នានិយាយប៉ះដៃទៅវារលត់ឥឡូវចូលមកដល់ក្នុងបរិវេណមុខព្រះវិហារវត្តពោធិ៍វាលហើយខ្ញុំចាប់ផ្ដើមថតពីរូបសំណាកសម្ដេចជួនណាតបានកសាងហើយជាទីកន្លែងសាលាគុណគឺមេគុណណាវាដើមខេត្តបាត់ដំបងមានសាលានេះឯងកត់លោកគ្រូចៅអធិការឬក៏មេគុណប្រចាំក្រុងបាត់ដំបងដែលកសាងឡើង2483យកមកដក2560ជាង70ប្លាយឆ្នាំវត្តពោធិ៍វាលនេះខ្ញុំមានអនុស្សាវរីយ៍ច្រើនណាស់ចំពោះតាំងពីក្មេងមកគឺថាយើងក្មេងយើងពីដើមមានតកង់ជីសម័យសង្គមរាស្ត្រនិយមមានតកង់ជីនឹងអស់ចាកូនអ្នកស្រែនោះខ្ញុំទើបស្គាល់ម៉ូតូ CL សម័យសាធារណរដ្ឋនឹងជិះបានប្រមាណផងខ្មែរក្រហមអូសយកបាត់នេះគឺជាព្រះវិហារថតកង់លំញៀខ្ញុំនិយាយអំពីពុទ្ធិកវិទ្យាល័យអឹងធួងនេះគឺថាសិស្សានុសិស្សសង្ឃនឹងដែលបានមករៀនសូត្រនឹងខ្ញុំក៏បានមកស្គាល់ខ្ញុំមិនបានរៀននៅទីនេះទេខ្ញុំបានរៀនតែធម្មៈបាន2ឆ្នាំឯកនឹងតោត្រីខ្ញុំអត់បានបញ្ចប់ទេបានតែ2ថ្នាក់ហើយដល់សឹកមកមានលោកគ្រូឌីដែលជាគ្រូសូត្រវត្តពិលួងនោះលោកមកគង់នៅក្នុងវត្តនេះដែលលោកមកបង្រៀនជាគ្រូបង្រៀនថ្នាក់បាលីអីនៅហ្នឹងខ្ញុំក៏អាសាមកលេងហើយខ្ញុំលើកមកវិញថាខាងក្រោយនេះគឺជាសារមន្ទីរដែលកសាងឬក៏ជាព្រះវិហារមុនដំបូងមិនដឹងទេណាខ្ញុំមិនដឹងច្បាស់ក៏ប៉ុន្តែដឹងច្បាស់ត្រង់ថាពេលដែលសម្ដេចអ៊ីវទួតលោកសុគតគេបានយកកោដ្ឋគេតម្កល់សពលោកក្នុងកោដ្ឋនៅក្នុងសារមន្ទីរនេះឯងហើយខ្ញុំក៏បានមកសូត្របឋមជាមួយបងស្រីដែលគេកំមុំខ្ញុំកាលនោះខ្ញុំនៅជាទួងដែរទេណាមកតាមគេមកបានមកសូត្របឋមបុណ្យសម្ដេចអ៊ីវទួតនេះអូមានមុខមានមាត់ហើយមានកិត្តិយសហ្នឹងកាលហ្នឹងសូត្រពេលម៉ោង1ម៉ោង2យប់ហ្នឹងឡានគេយកនំប៉័ងសាច់នំប៉័ងទឹកដោះគោអីពេលដែលយើងសូត្រអស់កម្លាំងហ្នឹងគេយកគេរីករាយរាក់ទាក់ខ្ញុំកាលហ្នឹងជាក្មេងម្នាក់ដើរតាមគេតាមឯងសប្បាយគេឯងមកឥឡូវស្លេះត្រឹមហ្នឹងខ្ញុំនិយាយពីរឿងសាលាធម្មសភាសាលាធម្មសភាវត្តពោធិ៍វាលនេះកាលពីដើមមានតែមួយខ្នងនេះឯងសាលាចាស់មានមួយខ្នងនេះឯងធម្មសភា2478ដល់ឥឡូវព្រះដេចគុណព្រះចៅអធិការថ្មីបានកសាងថ្មីមកតភ្ជាប់ជាមួយនឹងសាលាចាស់ដាក់អក្សរធំខាងលើថាឧបដ្ឋានសាលាកំពូលត្រៃសូរគឺកំពូល3ឧបដ្ឋាននិងសាលាធម្មសភាមានន័យដូចគ្នានឹងសាលាឆាន់សាលាបុណ្យគឺជាមរតកថ្មីដែលបានកើតឡើងដោយស្នាដៃពុទ្ធមេមកជនពុទ្ធបរិស័ទបានរួបរวมស្រៈបច្ច័យកសាង
កើតឡើងថ្មីបង្ហើយឆ្នាំនេះឃើញដូចជាអត់មានអីទៀតទេឬក៏មិនតាន់លោកមិនតាន់ឆ្លងទេក៏មិនដឹងខ្ញុំអត់ដឹងដែរក៏ខ្ញុំគ្រាន់មកថតបញ្ជាក់អំពីមរតកសមិទ្ធផលកើតថ្មីនៅក្នុងពុទ្ធសាសនាហើយផ្នែកខាងភាសាបាលីឃើញថាវត្តពោវាលនេះសំបីថាបដិជគុណហសៀងហៃក៏លោកមានចំណេះដឹងចេញពីពុទ្ធកវិទ្យាល័យអឹងធួងនេះដែរពុទ្ធកវិទ្យាល័យអឹងធួងគឺមិនមែនខ្មែរសុទ្ធទេខ្សែអឹងដូចខ្សែអឹងដូចឪក្មេកខ្ញុំដែរអឹងតៃឈៀងអឹងសុមិត្ថានេះព្រះវិហារចូលមកដល់កន្លែងនេះគឺថាអារម្មណ៍របស់ខ្ញុំដូចនឹកឃើញថ្មីអ្នកស្រែដើរលេងពីដើមអ្នកស្រែចូលក្រុងមិនមែនអ្នកក្រុងចេញទៅលេងក្រៅដោយសពថ្ងៃទេតែខែចូលឆ្នាំខែភ្ជុំខែអីឡើងអ្នកស្រែមកដើរលេងមើលកុនល្ខោននៅក្នុងទីក្រុងបាត់ដំបងនេះដល់ដើរជ្រុលពេលវេលាទៅយប់អត់បានទៅវិញចូលសសល់ជាមួយកត់លោកចឹងទៅមានអូតែលណាដេកមានលុយណាដេកអូតែលវាដើមមានអូតែលវត្តហ្នឹងហើយចេតិយនេះក៏កើតយូរណាស់ដែរនឹងហើយខ្ញុំរៀបរាប់អំពីពុទ្ធកវិទ្យាល័យអឹងធួងនេះបានបណ្ដុះបណ្ដាលអ្នកធ្លាប់បួសបានចេះដឹងច្រើនគ្នាណាស់ចូលមកដល់ទៅនេះនឹកឃើញនៅខាងឆ្វេងដៃនេះផ្ទះលោកពូសវណ្ណបានទៅដល់អាមេរិកគាត់ឥឡូវគាត់អនិច្ចកម្មហើយគាត់ខូចហើយខ្ញុំគាត់ថាដឹងថាផ្ទះគាត់នៅខាងឆ្វេងដៃវត្តមុខវត្តពោវាលនេះហើយនេះហើយផ្កាក្តាំងងារជាកន្លែងរោងចក្រទឹកកកមួយថ្ងៃចេញរាប់តោនព្រលឹមឡើងចេញទឹកកកមុខវត្តពោវាលទឹកកកអនាម័យពោវាលដំឡងឈាមមន់គេដាំខាងក្នុងហើយវាហ៊ីដើមមកខាងក្រៅអានឹងដើមដលងនឹងល្អណាបើដាំទៅមើមនៅក្នុងដីក៏មានអាផ្លែវាតាមទួងក៏មានបើគេឆ្លាតពេលវាលូតលាស់ទៅគេឆ្វាយវេលកប់ដីទៅដល់ពេលជីកបានទាំងអាផ្លែថ្មីផ្លែចាស់អាខ្លះប៉ិនកពួនដៃវាដំឡងនឹងល្អណាស់ទឹកកកអនាម័យពោវាលមានលក់ដុំនឹងរាយលេខទូរស័ព្ទ012 530825មូលហេតុដែលខ្ញុំដើរថតទៅវត្តដោយសារខ្ញុំធ្លាប់បួសម្ល៉េះហើយអត់មានក្រៅពីវត្តខ្ញុំដើរថតទៅវត្តដែលព្រោះវត្តជាបណ្ដុំបណ្ដាញជាឃ្លាំងជង្រុកអរិយធម៌និងវប្បធម៌ខ្មែរណាសម្រាប់បណ្ដុះបណ្ដាលមនុស្សអនុស្សាវរីយ៍ផ្សារថ្មីផ្សារធំថ្មីវាដើមគេហៅផ្សារវិលព្រោះជិះឆ្វែលពីខាងស្ដាំទៅខាងឆ្វេងតែជិះទៅច្រាស់បលិសផាណា